Chăng rồi pi bầm nở bà chăng rồi pi bầm nở phục mày ổn trời tai sần sầm chết sần sầm tì mùi dương trời tai chết sần sầm sọc hiệp phục mày ổn á pru sọc hiệp vía chia rương sầm khăn sầm đẹp phục mày ổn trời sần sầm đam bay ở dương miền sọc hiệp lò lời cai nằm lời chật chăng cá sần sầm sọc hiệp phục mày ổn trời tai chết phơi ai nhầm để khuôn ai để tè nát sần sầm lôi phong dương tinh sạch trục trên tràm rương mùi của tinh sạch máu nông bật lại náដែលយើងអាចយកមកស្លញ៉ាំខ្លួនឯងហើយធូរលុយហើយយើងសន្សំសុខភាពល្អទៀតដោយសារយើងស្លតិចអញ្ចឹងយើងតម្រូវការមាត់របស់យើងញ៉ាំដើម្បីឲ្យសុខភាពល្អយើងត្រូវធ្វើយ៉ាងម៉េចយើងកុំញ៉ាំប្រៃពេកកុំញ៉ាំផ្អែមពេកណាយើងគឺញ៉ាំរៀងឡមបន្តិចបានហើយកុំឲ្យយើងប៉ះពាល់ដល់សុខភាពរបស់យើងធ្ងន់ធ្ងរព្រោះអីកាលណាប្រៃពេកក៏ប៉ះពាល់ផ្អែមពេកក៏ប៉ះពាល់អញ្ចឹងបងប្អូនគួរតែទិញសាច់បន្លែហើយពីផ្សារយើងត្រូវមើលដែរណាព្រោះសម្ងាយវាបន្លែផ្លែឈើគេមានច្រើនអញ្ចឹងយើងទិញពីកន្លែងសុវត្ថិភាពឥឡូវគេមានដាំបន្លែសុវត្ថិភាពច្រើនបងប្អូនណាគឺបន្លែដាំលើទឹកអញ្ចឹងអត់មានខុសគ្នាប៉ុន្មានទេបងប្អូនយើងមាត់1មាត់2មាត់3យើងធូរទេអត់អស់លុយច្រើនទេបើយើងទិញម្ហូបក្រៅយើងចំណាយច្រើនអញ្ចឹងយើងអត់អាចរួចពីបំណុលបានទេកាលណាយើងអាចចាយវាយតាមចេះសន្សំទីមួយសុខភាពនឹងហ្មងអត់ចេះឈឺមានសុខភាពផ្លូវចិត្តផ្លូវកាយរឹងមាំយើងវាឈ្នះខ្លួនឯងមួយផ្នែកហើយឈ្នះបំណុលជីវិតមួយផ្នែកហើយមួយផ្នែកធំបំផុតអញ្ចឹងពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាសូមមើលឃ្លីបនេះពីដើមដល់ចប់ពុកម៉ែបងប្អូនណាកុំឲ្យជីវិតរបស់យើងជាប់បំណុលជីវិតព្រោះអីបើយើងចង់ជៀសវាងយើងត្រូវចេះសន្សំទី1យើងត្រូវចេះសន្សំសុខភាពហើយការសន្សំសុខភាពគូមួយយ៉ាងដែរបងប្អូនណាសន្សំខាងក្រៅផ្សេងការធ្វើម្ហូបញ៉ាំផ្សេងសន្សំខាងក្នុងផ្សេងគឺក្នុងចិត្តបានតែក្នុងចិត្តយើងផលិតតែរឿងល្អនឹងសុខភាពផ្លូវចិត្តរឹងមាំហើយភ្លើងកាយរបស់យើងក៏រឹងមាំដូចគ្នាវាមាន2វិធីបងប្អូនណា2វិធីដែលធ្វើឲ្យយើងសន្សំរួចពីបញ្ហាសុខភាពសន្សំលុយហើយសល់លុយហើយសុខភាពល្អទៀតផ្លូវចិត្តរឹងមាំផ្លូវកាយរឹងមាំអញ្ចឹងសូមឲ្យបងប្អូនអរគ្នាកុំភ្លេចណាកុំភ្លេចនិយាយខ្លួនឯងពេលរៀបចូលគេនិងងើបពីគេនិយាយប្រាប់ខ្លួនឯងថាខ្ញុំមានសុខភាពល្អបំផុតខ្ញុំមានសុខភាពផ្លូវចិត្តផ្លូវកាយល្អបំផុតខ្ញុំមានសុខភាពផ្លូវកាយផ្លូវចិត្តល្អបំផុតនេះជាច្បាប់ធម្មជាតិពុកម៉ែបងប្អូនគ្រាន់តែនិយាយងាយសប្បាយនិយាយដោយក្តីសុខនិយាយដោយអារម្មណ៍រីករាយនិយាយដោយមានទំនុកចិត្តលើខ្លួនឯងអញ្ចឹងពុកម៉ែបងប្អូននឹងបានផល100%ណាធម្មជាតិនឹងផ្ដល់ឲ្យពុកម៉ែបងប្អូនវិញព្រោះកាលណាពុកម៉ែបងប្អូនគិតអីនឹងបាននឹងនេះជាច្បាប់ធម្មជាតិរបស់យើងការរស់នៅសប្តាហ៍ថ្ងៃនេះរបស់ច្បាប់ធម្មជាតិនេះគឺសក្តិណាស់អត់មានខាមិនស្មើគ្នាមិនស្មើភាពទេដោយសារការនិយាយការគិតរបស់យើងវាឡងមកវិញទេពុកម៉ែបងប្អូនអរគ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាមើលឃ្លីបនេះហើយសូមអនុវត្តណាពុកម៉ែបងប្អូនណាអនុវត្តដល់ងាយសប្បាយព្រោះជីវិតរបស់យើងម្នាក់បើយើងធ្វើអ្វីក៏ដោយបើយើងមិនជួបប្រទះការលំបាកក៏យើងអត់ដឹងក៏អត់មានបទពិសោធន៍អញ្ចឹងយើងសាកមើលជីវិតរបស់យើងក៏ឡមកយើងទិញបាយញ៉ាំក្រៅឬមួយក៏យើងនេះតើសុខភាពរបស់យើងយ៉ាងម៉េចដែរយើងអត់បានថែរក្សាសុខភាពផ្លូវចិត្តរបស់យើងតើសុខភាពរបស់យើងពេលនេះយ៉ាងណាហើយបងប្អូនអរគ្នាអញ្ចឹងគួរតែងាកមកមើលសុខភាពផ្លូវកាយនិងផ្លូវចិត្តដើម្បីផលិតរឿងល្អដើម្បីផលិតថាមពលដ៏អស្ចារ្យពីក្នុងខ្លួនចេញមកខាងក្រៅអ្វីគ្រប់យ៉ាងដែលបងប្អូនចង់បាននៅពេលនេះគឺមានសុខភាពល្អបំផុតគ្រប់យ៉ាងអញ្ចឹងសូមឲ្យនិយាយដដែលបងប្អូនណានិយាយហើយយើងត្រូវតែទិញម្ហូបសាច់ជ្រូកខ្មែរយើងនិងបន្លែធម្មជាតិដើម្បីយើងយកមកធ្វើខ្លួនឯងដើម្បីសុខភាពរបស់យើងល្អហេតុដែលពុកម៉ែបងប្អូនពេលខ្លះគាត់រវល់ខ្លាំងក៏ដោយពុកម៉ែបងប្អូនណាយើងឆ្លៀតទៅយើងរវល់ខ្លាំងយ៉ាងណាក៏ដោយយើងនៅក្មេងឬមួយក៏វ័យប៉ុណ្ណាក៏ដោយបើយើងមិនឆ្លៀតទេសុខភាពលេងយើងវិញយើងពិបាកហើយយើងមានលុយក៏អត់មានន័យដែរអញ្ចឹងអ្វីគ្រប់យ៉ាងគឺការចេញពីទង្វើរបស់យើងការចេញពីការធ្វើរបស់យើងការគិតរបស់យើងអញ្ចឹងបើយើងគិតរាក់គិតធម្មតាតែពេលយើងមិនទាន់ឈឺយើងគិតថាអីទេខ្ញុំរឹងមាំណាសិនពុកម៉ែបងប្អូនណាកុំសិនសប្តាហ៍ថ្ងៃនេះសិនអត់បានទេជាពិសេសគឺខូចកលៀនអញ្ចឹងពុកម៉ែបងប្អូនជិះវៀងអីគេខូចកលៀនណាកុំសូវញ៉ាំទឹកស៊ុបខាងក្រៅស៊ុបកាទៀវច្រើនពេកណាពុកម៉ែបងប្អូនកុំសូវញ៉ាំច្រើនពេកពុកម៉ែបងប្អូនណាទឹកជ្រលក់ក៏ដោយ
ព្រោះអីបញ្ហាដែលយើងមើលមិនឃើញដោយសារអីយើងនៅរឹងមាំមែនបងប្អូនឃើញទេតាមបណ្ដាញសង្គមណារឹងមាំសុកតែគាត់អង្គុយគាត់អាចដួលព្រុសចឹងដល់ពេលកំណត់ដែលគាត់ញ៉ាំហើយគាត់បានឆែកសុខភាពចឹងពុកម៉ែបងប្អូនគួរតែរក្សាសុខភាពដល់ខ្លួនឯងណាសុខភាពផ្លូវកាយផ្លូវចិត្តសំខាន់នេះជាការសន្សំទ្រព្យសម្បត្តិដ៏មហាសាលលើโลกនេះដែលគេចង់បានគ្រប់គ្នាមហាស័យខ្លះគាត់ភ្លេចខ្លួនគាត់គិតតែវក់រលុយមានទីបញ្ចប់សុខភាពគាត់ដេកទេសុខភាពរបស់គាត់គឺអង្គុយលើអាទិះតើពុកម៉ែបងប្អូនគួរពិចារណាយកមួយណាចឹងមានលុយអត់លុយសំខាន់គឺសុខភាពផ្លូវចិត្តនិងផ្លូវកាយតែយើងមិនមែនអត់ឲ្យលោកអត់មានលុយទេយើងត្រូវតែនិយាយប្រាប់ខ្លួនឯងតាមច្បាប់ធម្មជាតិថាខ្ញុំមានលុយដែលងាយសบายខ្ញុំមានលុយដែលងាយសบายត្រូវតែនិយាយប្រាប់ខ្លួនឯងដដែលពុកម៉ែបងប្អូនណាដើម្បីឲ្យយើងមានលុយនិងមានសុខភាពល្អហើយចេះសន្សំរបៀបណាដើម្បីឲ្យត្រូវស្តង់ដារគឺសន្សំសុខភាពមុនសុខភាពយើងសំខាន់ជាងគេបំផុតព្រោះបើយើងអត់មានសុខភាពទេយើងអត់មានផ្លូវចិត្តផ្លូវកាយរឹងមាំទេយើងអត់អាចទៅអភិវឌ្ឍខ្លួនធ្វើអ្វីបានទេមុខរបរយើងក៏ទៅលក់អត់បានចំណូលក៏យើងអត់មានដែរអញ្ចឹងនេះសំខាន់ណាបងប្អូនថែតាំងពីគាត់នៅទូកូនរបស់យើងគ្រួសារយើងទាំងមូលត្រូវតែចេះដឹងថាសុខភាពយើងកើតចេញពីការគិតរបស់យើងដែរតាមធម្មជាតិមិនមែនយើងញ៉ាំហើយយើងខ្ជិលទេណាបងប្អូនណាញ៉ាំហើយទៅចេះហាត់ប្រាណពេលហាត់ប្រាណពេលល្ងាចបងប្អូនចង់ញ៉ាំចង់ហាត់ប្រាណបងប្អូនដែលចេះហាត់ប្រាណស្រាប់ឬមួយក៏បងប្អូនដែលអត់ទាន់ទេអាចឆ្លៀតហាត់កន្លះម៉ោងទៅ1ម៉ោងហើយកាន់ទឹកញ៉ាំផងញ៉ាំបាយហើយម៉ោង5ម៉ោង4ម៉ោង6ម៉ោង7ហ្នឹងគឺយើងញ៉ាំហើយចាំយើងទៅហាត់ប្រាណអាហ្នឹងដើម្បីលាងចិត្តពុលក្នុងខ្លួនយើងចេញណាបងប្អូនធ្វើឲ្យសុខភាពខាងក្នុងរបស់យើងក្មេងជាងវ័យជានិច្ចចឹងពុកម៉ែបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរសុខភាពពេលនេះគិតឆែកមើលខ្លួនឯងមើលតើសុខភាពខ្ញុំពេលនេះយ៉ាងណាហើយ20 30 40 50 70 80 90ជោគជ័យសុខភាពនៅអភិវឌ្ឍសុខភាពល្អនៅបានសម្រេចគោលបំណងសុខភាពល្អនៅឬមួយគោសុខភាពក៏អត់លុយគោជាពាក់អំណល់គេទៀតចឹងយើងកុំគិតទៀតបើសិនជាយើងមានចំណុចនេះហើយយើងគិតតែងាយសบายបងប្អូនណាគិតបែបច្បាប់ធម្មជាតិតាមអ្នកគ្រូប្រាប់គឺគិតបែបយើងបានទទួលសុខភាពល្អគិតបែបយើងបានទទួលលុយដ៏ច្រើនតាមគោលដៅរបស់យើងចឹងបើសិនជាពុកម៉ែបងប្អូននៅតែស្ដាប់វីដេអូហើយនៅតែសង្ស័យថាអត់ទាន់ច្បាស់ទៀតសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអាចឆាតតាម Telegram អ្នកគ្រូបាន086 519 337ណាបងប្អូនអរគ្នាដើម្បីឲ្យពុកម៉ែបងប្អូនអរគ្នាមានសុខភាពល្អនិងមានលុយចូលដែលងាយសบายតាមច្បាប់ធម្មជាតិហើយយើងក៏អាចព្យាបាលជំងឺតាមច្បាប់ធម្មជាតិបានដូចគ្នាពុកម៉ែបងប្អូនណាព្រោះអីកាលណាផ្លូវកាយផ្លូវចិត្តយើងរឹងមាំហើយយើងអាចឈ្នះគ្រប់យ៉ាងទោះជាឧបសគ្គបណ្ណាទោះជាបំណុលជីវិតបណ្ណាទោះជារឿងរ៉ាវដ៏អស្ចារ្យបណ្ណាក៏យើងទទួលបានគ្រប់ពេលវេលាដោយសារអីយើងមានកម្លាំងចិត្តខ្លាំងយើងមានធម៌ពលរាងកាយខ្លាំងអញ្ចឹងធម្មជាតិនឹងឲ្យយើងឈ្នះទាំងអស់ឲ្យតែមាត់យើងការគិតរបស់យើងការនិយាយរបស់យើងនិយាយល្អដដែលដើម្បីឲ្យបានផល100%អ្វីដែលគ្រប់យ៉ាងពុកម៉ែបងប្អូនចាប់ផ្ដើមពេលនេះគឺឆែកមើលដឹងខ្លួនឯងថាយើងសុខភាពរបៀបណាហើយអញ្ចឹងបើមិនទាន់មានសុខភាពល្អទេចាប់ផ្ដើមនិយាយហើយចាប់ផ្ដើមអនុវត្តអរគុណខ្លួនឯងនិងអរគុណម្ហូបដែលយើងញ៉ាំអរគុណសុខភាពខ្លួនឯងមានរៀងរាល់ថ្ងៃណាតែបើកំពុងតែឈឺក៏ត្រូវតែកុំនឹករឿងឈឺត្រូវតែអរគុណសុខភាពល្អដូចគ្នាណាពុកម៉ែបងប្អូនអរគ្នារឹងមាំគ្រប់បែបយ៉ាងនៅក្នុងជីវិតកើតមកមួយជាតិដូចគ្នាកើតមករាងកាយមានដូចគ្នាអ្វីទាំងអស់មានរាងដូចគ្នាហេតុអីក៏គេខ្លាយជាមហាសេដ្ឋីហេតុអីក៏គេមានអ្វីល្អគ្រប់យ៉ាងយើងត្រូវតែមានដូចគ្នាយើងមានសមត្ថភាពដូចគ្នាអញ្ចឹងសមត្ថភាពមិនសមត្ថភាពនិយាយហើយធ្វើអនុវត្តបងប្អូនណាយើងដឹងច្បាប់ធម្មជាតិដូចគ្នាហើយមុនយើងថាអត់ដឹងអញ្ចឹងយើងអត់ដឹងគិតតាមវិធីណាអានេះគ្រាន់តែគិតហើយអនុវត្តហើយបងប្អូនណាងាយស្រួលបំផុតជាដុំមួយឆក់ដ៏ស្រូបដ៏ល្អដែលទាញច្បាប់ធម្មជាតិឲ្យយើងនេះប្រែคลายជាជីវិតមួយដ៏រុងរឿងប្រែคลายជាជីវិតមួយដ៏មានសុខភាពល្អបំផុតនៅលើโลกនេះចឹងអ្វីជាពិសេសអ្នកគ្រូក៏សូមជូនពរឲ្យពុកម៉ែបងប្អូនរួមលោកដល់គ្នាណាជួយ share បន្តដើម្បីឲ្យពុកម៉ែបងប្អូនមានសុខភាពល្អដែលងាយៗស្វាយៗឲ្យបានច្រើនតាមបណ្ដាញសង្គមនានាសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នា